បងប្អូនអរគ្នាអញ្ចឹងថ្ងៃនេះខ្ញុំចែករំលែកបងប្អូនជាមួយនឹងអក្សរ Braille តទៅទៀតនៅអក្សរផអញ្ចឹងនេះរៀងអក្សរបនេះខ្ញុំចែករំលែកឲ្យចុងក្រោយត្រឹមអក្សរបតើបងប្អូនអត់បានរំលឹកឡើងវិញទេដោយសារហើយកុំឲ្យវីដេអូវែងពេកអញ្ចឹងនេះអក្សរផថាតើសរសេរយ៉ាងម៉េចអក្សរផទៅជាអក្សរ Braille ហ្នឹងបងប្អូនជួយឆ្លើយមករៀងបែបហ្នឹងបងប្អូនអាចមើលចំណុចដឹងឯតាមបងប្អូនដែលតាមដានក្នុងកន្លងមកបងប្អូនអាចទស្សន៍ទាយមើលថាចំណុចណាខ្លះអញ្ចឹងខ្ញុំប្រាប់បងប្អូនមកទៅអក្សរផនេះដើម្បីទៅសេជាអក្សរផចំណុច Braille នេះបានគឺយើងត្រូវចុចចំណុច1ចំណុច2ចំណុច3ចំណុច4 1 2 3 4 1 2 3 4តោះឥឡូវអនុវត្តការសេបងប្អូនមើលថាយើងចុច1 2 3 4តើដូចអានឹងអត់ដូចគំរូក្នុងសភៅនឹងអត់នេះជាឧបករណ៍សេខ្ញុំដាក់សេជូនបងប្អូនហើយឥឡូវខ្ញុំចុចណាចាប់ដើមបន្ទប់មកអក្សរផយើងចំណុចណាខ្លះមិញ1អញ្ចឹងយើងរកចំណុច1មកក្រោមមក2 3ឡើងទៅលើវិញមកងាកមកឆ្វេង4ខ្ញុំចុចចឹងទៀតមក1 2 3 4អក្សរផយើងចុចតែប៉ុណ្្នឹងមកអត់ខុសទេបងប្អូនមកឥឡូវខ្ញុំបើកបងប្អូនមើលបន្តិចចាំមើលនេះអក្សរផជាប់គ្នា2ហ្នឹងអក្សរផអានេះខ្ញុំសេដកឃ្លាមកបន្ទប់ដកឃ្លាមានចន្លោះប៉ុណ្្នឹងឯងសម្រាប់ឲ្យយើងដាក់ចង្អុលដៃយើងចូលនេះខ្ញុំថាដកឃ្លាមួយបន្ទប់នេះអក្សរផតើឥឡូវបងប្អូនមើលមកប៉ុណ្ណឹងមិនដែរខ្ញុំឲ្យផ្ទៀងមើលទៀតបងប្អូនអាចផ្ទៀងផ្ទាត់មើលបន្តិចចានេះអក្សរនៅកន្លែងដៃខ្ញុំនេះជាអក្សរផដៃខាងឆ្វេងអក្សរផនៅលើกระดาษខ្ញុំសេមុនហ្នឹងហើយនេះសភៅពុំបងប្អូនមើលវិញកលេចមកមើលដូចគ្នាទេដូចចឹងសម្រាប់វីដេអូនេះខ្ញុំចែករំលែកប៉ុណ្ណឹងសម្រាប់បងប្អូនដែលចង់សិក្សាស្វែងយល់ពីអក្សរ Braille ជាពិសេសលោកគ្រូអ្នកគ្រូនៅតាមស្ថាប័នរដ្ឋឬក៏ស្ថាប័នឯកជនគួរតែរៀនអក្សរនេះល្អដើម្បីងាយស្រួលនៅក្នុងការសិស្សដែលមានជនពិការភាពគាត់ចូលសិក្សាតាមសាលាគឺយើងមានមូលដ្ឋានគ្រឹះស្រាប់ដើម្បីបង្រៀនឲ្យវាមានបរិយាបន្ននៅក្នុងសង្គមរបស់យើងចង់អរគុណច្រើនសម្រាប់បងប្អូនដែលត្រូវការអង្គខ្ញុំមានលក់អង្គហ្នឹងគឺជួយលក់ឲ្យកសិករមានន័យថាកសិករដែលផលិតបានមកគឺពិបាកក្នុងការរកទីផ្សារអញ្ចឹងទៅយើងកែច្នៃជាអង្គលក់នៅក្នុងស្រុកជូនបងប្អូនយើងបានហូបឲ្យបានរបស់ល្អយកទៅហូបកុំឲ្យនៅពេលដែលយើងអត់ផលិតស្រូវវាឡើងថ្លៃនៅពេលដែលយើងផលិតបានស្រូវចុះថោកដូចជាស្រូវម្លិះបងប្អូនខ្មែរយើងលក់ទៅថោកទេប៉ុន្តែគេយកទៅដល់ស្រុកគេកែច្នៃគេវាយផ្លាកថាស្រុកគេតាមទៅយើងអ្នកផលិតទេតែគេយកទៅកែច្នៃបានគេនាំទៅសហគមន៍ផ្សេងដូចសហគមន៍អឺរ៉ុបអីជាដើមគេប្រាប់ថាហ្នឹងជាស្រូវរបស់គេអញ្ចឹងទៅខ្មែរយើងអត់មានទឹកចិត្តបើសិនជាចង់ឲ្យខ្មែរយើងមានទឹកចិត្តកសិករមានទឹកចិត្តពលរដ្ឋគ្រប់រូបមិនថាយុវជនមិនថាអ្នកមានវ័យចំណាស់ទេត្រូវតែជួយគ្នាជួយជុំជ្រែងគ្នាជួយគ្រប់គ្រងគ្នាខ្មែរប្រើផលិតផលខ្មែរចូលរួមផ្សព្វផ្សាយផលិតផលខ្មែរចូលរួមកែច្នៃផលិតផលខ្មែរចឹងអរគុណច្រើនសម្រាប់បងប្អូនដែលត្រូវការអង្គចុចឆាតទិញនៅតាម page ឬក៏ TikTok អង្គម៉ែបងប្អូនចូលក្នុង page ទៅបងប្អូនឃើញមានលេខទូរស័ព្ទនៅជាប់ក្នុង profile ឬក៏បងប្អូនអត់ទាន់បានចុច follow បងប្អូនអាចជួយចុច follow ម្នាក់មួយអញ្ចឹងជម្រាបលាសម្រាប់វីដេអូនេះ